เคសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការបង្ហាញវីដេអូខ្លីពី Blue Payroll ដែលជាដំណោះស្រាយគ្រប់ការគ្រប់គ្រងទៅលើអាជីវកម្មបែប Digital ដែលយើងអាចជួយសម្រួលការងារទៅដល់ផ្នែកធនធានមនុស្សក៏ដូចជាផ្នែកហិរញ្ញវត្ថុផងដែរហើយក្នុងវីដេអូមួយនេះគឺយើងនឹងបង្ហាញមុខងារចម្បងជាមួយនឹងរបាយការណ៍សំខាន់ទៅកាន់អ្នកទាំងអស់គ្នាហើយទាំងអស់នេះគឺអាចជួយទៅលើអាជីវកម្មអ្នកទាំងអស់គ្នាបានយ៉ាងងាយស្រួលអញ្ចឹងតោះយើងទៅមើលថាតើនៅក្នុង function និង feature របស់ Blue Payroll មានខ្លះយើងអាចទៅមើលទាំងអស់គ្នាតោះអូខេទី1តើតទៅនឹង home screen អញ្ចឹងវាជាផ្ទាំងទំព័រដើមដែលរួមមានព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួនឯងរួមមានតកតងទៅនឹងព័ត៌មានការជប់សម្រាប់ប្រចាំឆ្នាំដូចជាព័ត៌មានប្រចាំថ្ងៃរបស់អ្នកនៅក្រៅបង្គាប់ហើយក៏យើងមានតកតងទៅនឹងព័ត៌មានសមាជិកនៅខាងក្រៅបង្គាប់យើងដូចគ្នាដែរជាពិសេសកន្លែងនេះគឺយើងមានកិច្ចការដែលយើងនឹងត្រូវអនុម័តនៅខាងស្រាប់ដៃខាងលើនេះក៏ដូចជាការដែលគាត់អាចមើលដឹងទៅលើថ្ងៃជប់សម្រាប់ប្រចាំឆ្នាំក៏ដូចជាព័ត៌មានផ្សេងៗទៀតនៅក្នុងក្រុមហ៊ុនគ្នាដែរអូខេមួយទៀតតកតងទៅនឹង dashboard ដែលនៅក្នុង dashboard កន្លែងនេះគឺទាំងអស់នេះអាចនឹងឃើញព័ត៌មានផ្សេងៗតកតងទៅនឹងចំនួនបុគ្គលិកទៅតាមយុគឋានចំនួនបុគ្គលិកតាមគណិតសិក្សារបស់គាត់ក៏ដូចជាមានព័ត៌មានផ្សេងៗទៀតដែលយើងអាចកំណត់បាននៅក្នុង system ដូចគ្នាដែរអូខេមុខងារបន្ទាប់នេះគឺជា staff profile អញ្ចឹងនៅក្នុងមុខងារនេះអ្នកទាំងអស់នេះអាចគ្រប់គ្រងព័ត៌មាននៃព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាការងាររបស់បុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់បានដូចគ្នាជាមួយប្រព័ន្ធនេះអ្នកទាំងអស់នេះអាចស្វែងរកបានទៅលើការធ្វើបច្ចុប្បន្នភាពព័ត៌មានបុគ្គលិកបានយ៉ាងឆាប់រហ័សហើយនឹងត្រឹមត្រូវតែប៉ុណ្ណោះអ្នកគ្រប់គ្រងក៏គាត់អាចមើលទៅលើប្រវត្តិការងារក៏ដូចជាព័ត៌មានសំខាន់របស់បុគ្គលិកនៅក្រៅបង្គាប់បានយ៉ាងងាយស្រួលដែរប្រព័ន្ធនេះក៏អាចជួយអ្នកទាំងអស់នេះក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសបង្កើនប្រសិទ្ធភាពការងារនិងធានាថាព័ត៌មានទៅបានរក្សាទុកយ៉ាងត្រឹមត្រូវនិងមានសុវត្ថិភាពអូខេមុខងារបន្ទាប់នេះគឺ lead management អញ្ចឹង lead management នេះគឺជាការដែលយើងអាច control ក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសបានច្រើនហើយវាជាកន្លែងមួយដែលគេអាច control ទៅលើច្បាប់បានយ៉ាងមានប្រសិទ្ធភាពហើយនិងឆាប់រហ័សបំផុតដូចគ្នាដែរអញ្ចឹងនៅក្នុងមុខងារ lead management នេះគឺគេអាចប្រើប្រាស់ការគ្រប់គ្រងទៅលើច្បាប់សម្រាប់ផ្សេងៗមានដូចជាច្បាប់ប្រចាំឆ្នាំមានដូចជាច្បាប់ឈឺក៏ដូចជាច្បាប់មាតុភាពយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពបំផុតអញ្ចឹងតើនេះគាត់អាចឃើញទៅលើបន្លែងដែលគាត់នៅសល់ហើយនិងចំនួនដែលគាត់បានជប់ដូចគ្នាដែរបុគ្គលិកក៏អាចដាក់ស្នើច្បាប់បានដោយទៅតាមប្រព័ន្ធដូចគ្នាហើយអ្នកគ្រប់គ្រងក៏គាត់អាចត្រួតពិនិត្យមើលនិងអនុម័តបានយ៉ាងឆាប់រហ័សបំផុតប្រព័ន្ធក៏អាចបង្ហាញលើចំនួនថ្ងៃដែលគាត់នៅសល់ប្រវត្តិការសុំច្បាប់ដល់យើងច្បាស់លាស់ដូចគ្នាផងដែរអញ្ចឹងមុខងារនេះគឺជួយកាត់បន្ថយការប្រើប្រាស់ក្រដាសបង្កើនប្រសិទ្ធភាពត្រឹមត្រូវឆាប់រហ័សនិងធ្វើឲ្យការងាររបស់អ្នកកាន់តែងាយស្រួលនិងមានប្រសិទ្ធភាពអូខេមុខងារបន្ទាប់នេះគឺ time និង attendance អញ្ចឹងមុខងារនេះគឺប្រើប្រាស់សម្រាប់ការគ្រប់គ្រងទៅលើវត្តមានបុគ្គលិកប្រចាំថ្ងៃដែលមានដូចជាម៉ោងចេញចូលអវត្តមាននិងម៉ោងបន្ថែមជាដើមបុគ្គលិកក៏អាចធ្វើការ check in check out បានតាមប្រព័ន្ធយ៉ាងងាយស្រួលដែល HR គាត់អាចមើលហើយនិងគ្រប់គ្រងរបាយការណ៍បានភ្លាមផងដែរអូខេយើងមាន2វិធីក្នុងការដែលយើងអាចយកចូលវត្តមានបានគឺទី1តាម fingerprint device ឬ attendance device ទី2ការដែលគាត់អាច scan បានទៅតាម mobile scan QR ឬក៏ Google attendance check ដូចគ្នាដែរអូខេបន្តគឺការគ្រប់គ្រងនិងគណនាប្រាក់បៀវត្សរបស់បុគ្គលិកគឺវាអាចជួយឲ្យអ្នកទាំងអស់នេះក្នុងការគណនាប្រាក់បៀវត្សរបស់បុគ្គលិកឲ្យបានត្រឹមត្រូវឆាប់រហ័សសក្រិតហើយស្របទៅតាមច្បាប់នៅក្នុងប្រទេសកម្ពុជាសម្រាប់ការធ្វើប្រាក់បៀវត្សលោកអ្នកទាំងអស់គ្នាអាចនឹងគ្រប់គ្រងបានយ៉ាងងាយស្រួលទៅលើធាតុផ្សំផ្សេងៗនៃប្រាក់បៀវត្សរួមមានប្រាក់បោកបន្ថែមធ្វើការប្រាក់ឧបត្ថម្ភប្រាក់រង្វាន់ប្រាក់អត្ថប្រយោជន៍បន្ថែមប្រាក់អតីតភាពការងារប្រាក់បំណុលកិច្ចសន្យាដែលត្រូវនឹងដកក្នុងការគណនាលើពន្ធប្រាក់បៀវត្សប្រាក់សោធននិវត្តន៍និងប្រាក់បង់វិភាគទានការងារផងដែរដោយសារប្រព័ន្ធនេះត្រូវបានរៀបចំឡើងស្របតាមច្បាប់បញ្ញត្តិនិងច្បាប់ការងារនៃប្រជាជាតិកម្ពុជាជាលទ្ធផលអ្នកទាំងអស់គ្នាគឺអាចនឹងកាត់បន្ថយទៅលើកំហុសក្នុងការគណនាប្រាក់បៀវត្សបង្កើនភាពច្បាស់លាស់ឆាប់រហ័សហើយនឹងអនុលោមទៅតាមច្បាប់នៃប្រទេសកម្ពុជាផងដែរលើពីនេះទៀតប្រព័ន្ធក៏អាចបង្កើតទៅលើរបាយការណ៍ payroll សំខាន់ៗឲ្យទាំងអស់គ្នាបានដូចគ្នាដែរអញ្ចឹងរបាយការណ៍ទាំងអស់នេះមានអីគេខ្លះទី1យើងមានទៅលើ pay slip ឬក៏គេហៅថាប័ណ្ណបង្កើតដៃបើកប្រាក់ខែទី2យើងមានតាក់ទងទៅនឹងបង់ពន្ធឬក៏ tax information ឬក៏ tax report ទី3យើងមានទៅលើការបង់ពន្ធទៅលើ report ទៅលើ pension fund ឬក៏បសសដូចគ្នាដែរគឺជា report ដែលយើង follow ទៅតាមក្រសួងហើយនិងទី4យើងមានទៅលើ bank list report ដែលយើងអាចប្រយុទ្ធឬក៏ធ្វើ bank list ទៅតាមប្រភេទផ្សេងៗអាស្រ័យទៅលើតម្រូវការរបស់ក្រុមហ៊ុនអ្នកទាំងអស់គ្នាដែរអូខេមុខងារដែលសំខាន់និងជាពិសេសនោះគឺជា sales service នៅក្នុង HR system មួយជាតែមុខងារនេះគឺអាចឲ្យបុគ្គលិកគាត់អាចនឹងកាត់បន្ថយក្នុងការប្រើ manual process ហើយនិង paper based បានជាច្រើនដោយគាត់អាចដាក់សំណើស្នើសុំហើយមេគាត់អាច approve ក្នុង system បានដោយ automatically ដូចគ្នាដែរអូខេចំពោះមុខងារ sales service នេះគឺអាចជួយបង្កើនភាពងាយស្រួលសន្សំពេលវេលានិងធ្វើឲ្យដំណើរការរបស់បុគ្គលិក HR កាន់តែមានប្រសិទ្ធភាពខ្ពស់យើងមាន function ច្រើនមែនទែនទៅលើ sales service ដែលអ្នកគាត់អាចឃើញ function ទាំងអស់នេះក្នុង sales service ហើយ function សំខាន់មានដូចជាទី1គឺគាត់អាចចូលទៅមើលទៅលើ profile របស់ខ្លួនឯងបានគាត់អាចឃើញព័ត៌មាន information ជា staff information ដែលខ្លួនឯងបានទី2គាត់អាចចូលទៅមើលទៅលើ lift balance
ឬក៏ចំនួនការសុំចុះដែលគាត់ធ្លាប់មានគាត់តបជប់ជាដើមហើយនឹងចំនួនដែលនៅសល់ទី3ក៏គាត់អាចមើលទៅលើការសុំច្បាប់ដែលគាត់អាចចូលទៅ apply leave ឬក៏ដាក់ស្នើសុំច្បាប់ដើម្បីឲ្យមេគាត់ approve បានដូចគ្នាហើយនឹងទី4គឺគាត់អាចចូលទៅមើល pay slip ទៅនឹងចុងសន្លឹកប្រាក់ខែបន្ទាប់ពី payroll ទៅបានរួចរាល់គាត់អាចចូលទៅមើលព័ត៌មានដែលគាត់ទទួលបានហើយនឹងចំនួនដែលគាត់ត្រូវទទួលបាននៅក្នុងខែនីមួយៗដូចគ្នាដែរអញ្ចឹងសរុបមកវិញ HR system នេះទៅបានរចនាឡើងដើម្បីជួយគ្រប់គ្រងឲ្យបុគ្គលិកបានយ៉ាងមានប្រសិទ្ធភាពទាន់សម័យហើយនឹងងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធនេះក៏អាចជួយសន្សំសំចៃទៅលើពេលវេលាបង្កើនភាពត្រឹមត្រូវគ្រប់ច្បាប់ការងារក៏ដូចជាធ្វើការសហការរវាង HR ហើយនិងបុគ្គលិកកាន់តែរលូនផងដែរអញ្ចឹងចំពោះ function របស់យើងវិញគឺយើងមានទៅលើ HR information ជាមានតកតងទៅនឹង general information តកតងទៅនឹង leave management តកតងទៅនឹង time attendance ហើយអ្វីដែលពិសេសនេះគឺតកតងទៅនឹង payroll information នៅក្នុង system យើងទាំងអស់ដែលអាចកណនាបានប្រាក់ខែឲ្យបុគ្គលិកបានដូចគ្នាដែរចំពោះ HR system របស់យើងនេះគឺជាទូទៅគឺយើងផ្ដោតតកតងទៅនឹងការអភិវឌ្ឍទៅលើធនធានមនុស្សបង្កើនប្រសិទ្ធភាពការងារឲ្យបានកាន់តែប្រសើរអូខេអញ្ចឹងសូមអរគុណអ្នកទាំងអស់នេះដែលបានចំណាយពេលវេលាក្នុងការស្ដាប់បទបង្ហាញខ្លីរបស់យើងអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍ឬចង់បានព័ត៌មានបន្ថែមអាចចូលទៅក្នុង website របស់យើងគឺ www.blue.com.ke ឬក៏អាចទាក់ទងទៅនឹងក្រុមការងាររបស់យើងបានដូចគ្នាដែរសូមអរគុណ